នាព្រឹកថ្ងៃទី23ខែកុម្ភៈឆ្នាំ2026ឯកឧត្តមសុកសូកេនរដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិតសាន់តូដាម៉ូស៊ូម៉ាតូឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសមនិងជម្រាបលាក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជាក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រីបានវិតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមបណ្ឌិតសាន់តូដាម៉ូស៊ូម៉ាតូក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងអាណត្តិការទូតរបស់ឯកឧត្តមទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការកែតម្រង់ស្ថាប័ននិងការដាក់ចេញនូវយុទ្ធសាស្ត្រពោ4ចូល4របស់ក្រសួងអធិការកិច្ចដើម្បីពង្រឹងអភិបាលកិច្ចស្អាតស្អំនិងតម្លាភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាលើពីនេះភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចរវាងស្ថាប័ននៃប្រទេសទាំងពីរនាពេលអនាគតផងដែរ